turn on emergency light ហើយខ្ញុំសម្រេចចិត្តអធិដ្ឋានទៅព្រះប៉ុន្តែព្រះធ្វើការអស្ចារ្យគឺទីដែលងងឹតបំផុតខ្លាចជាភ្លឺតែខ្ញុំឃើញដល់ទល់ភ្នែកអរគុណព្រះអាមែនអរគុណបងគឺបទចម្រៀងនេះប្រសាទតែបងប្អូនយើងក៏គ្នាដែរយើងបែកគ្នាទីទៅផ្ទះរៀនគ្រូយើងជឿថាការកំសាន្តចិត្តយើងមានអំពើនៃការទៅចិត្តជឿដល់ព្រះហើយយើងមានអំណរដែលការយើងទទួលស្គាល់ទោសមានទេបងប្អូនហើយនៅហើយសប្តាហ៍ក្រោយគឺពិធី Easter ដែលយើងជួបជុំគ្នាហើយជាការផតឡាក់ហើយដែលសូមបងប្អូនអញ្ជើញពូម៉ាក់បងប្អូនមកឲ្យគ្រប់គ្នាដើម្បីទទួលរីករាយអបអរសាទរថាទ្រង់បានឈ្នះសេរីស្លាប់ហើយយើងឈ្នះជាមួយនឹងទ្រង់ដែរហើយហើយសូមចិត្តឲ្យប្រធាន next week we have Easter potluck so please invite all your friends and your relatives and who can come to enjoy
together with the victories that God over lie over to them. Amen. ហើយហើយសូមបងប្អូនយើងស្គាល់ចិត្តថាជាមួយនឹងខ្ញុំសូមជួយក្រោកខោឡើងដើម្បីទីថាចប់ហើយសូមអរគុណស៊ីប្រាប់អត់ដូចតែខ្មុំអរវេលាទូគុំសូមអរគុណដល់ទ្រង់ដែលទ្រង់បានរៀបចំពេលវេលាទូគុំបានជួបជុំគ្នាជ្រាបសើដល់ការព្រះលាមកផងទៅហើយរៀបព្រះបន្ទូលផងទៅជាមួយនឹងគ្នាប្រសូមឲ្យទ្រង់បានចាក់ព្រះវិញ្ញាណបរិសុទ្ធផងទ្រង់មកបណ្ដាចិត្តទូគុំបណ្ដាចិត្តបងប្អូនទូគុំទាំងអស់គ្នាអូខេបានស្គាល់ហើយជឿទុកចិត្តទ្រង់កាន់តែច្បាស់ឡើងពីពោះពេលវេលាកំពុងតែក្តៅហើយពេលវេលានោះមកដល់ហើយទ្រង់ជាម្ចាស់លើផែនដីហើយទ្រង់ជាស្ដេចលោកតាស្ដេចទ្រង់នឹងធ្វើគ្រប់ការទាំងអស់ដែលគ្រប់គ្រងដល់អ្នកដែលជឿទុកចិត្តដល់ទ្រង់គេបានប្រែចិត្តហើយគេបានជឿទុកចិត្តដល់ទ្រង់ហើយជួបឲ្យទ្រង់បានទានអំណោយទានឲ្យគេបានទទួលលោកសេចក្ដីសង្គ្រោះដែលទ្រង់បានរៀបចំគេដោយមានអតិថិតម្លៃហើយសេចក្ដីស្រែករបស់ទ្រង់គឺអត់មានលក្ខខណ្ឌទ្រង់បានស្រឡាញ់យើងគ្រប់គ្នាដោយសេចក្ដីសុចរិតបរិសុទ្ធដែលទ្រង់បានរៀបចំចំពោះព្រះបត្រាប្រព័ន្ធទ្រង់គឺព្រះយេស៊ូវគ្រីស្ទដែលទ្រង់មកសក្តិជាការសម្រាប់យើងអរប្រងឲ្យទ្រង់គុំជឿថាពិភពលោកកំពុងតែវឹកវរកំពុងតែកើតអភូតហេតុអាក្រក់ជាច្រើនដែលនាំឲ្យមនុស្សមានភ័យខ្លាចបាត់បង់ជីវិតបែកបាក់គ្រួសារក៏ប៉ុន្តែសូមឲ្យទ្រង់បានកំសាន្តចិត្តគេដោយសេចក្តីសន្តោសប្រោសមេត្តារបស់ផងទ្រង់សូមឲ្យទ្រង់បានជួយគេឲ្យគេបានរីករាយចម្រើនឡើងក្នុងសហទេវទ្រង់ក្នុងបុគ្គលព្រះទ្រង់ដែលទ្រង់បានរៀបចំពួកគេហើយទុំគុំក៏សូមអធិដ្ឋានដល់លោកផងសេកមួនដែលគាត់បានធ្វើដំណើរទៅ Florida ដើម្បីជួបជុំគ្រួសារបងប្អូនកូនចៅរបស់គាត់ក៏សូមឲ្យទ្រង់បានថែរក្សាធ្វើឲ្យគាត់បានធ្វើដំណើរដោយសុវត្ថិភាពឲ្យគាត់បានរីករាយនឹងអំណរក្នុងគុណរបស់ផងទ្រង់ជាការទុំគុំក៏សូមអធិដ្ឋានដល់គ្រូស្គឿនដែលគាត់ធ្វើដំណើរត្រឡប់មកសហរដ្ឋក្នុងថ្ងៃប្រហោះខាងមុខនេះក៏សូមឲ្យទ្រង់បានគង់ជាមួយនឹងគាត់ថែរក្សាគាត់គ្រួសាររបស់គាត់ជាបងប្អូនគ្រួសាររបស់គាត់ឲ្យគាត់បានប្រកបតែជាចំណេះនិងសុវត្ថិភាពតាមផ្លូវកុំឲ្យមានការក្រក់ណាបៀតបៀនក្នុងជីវិតគាត់បានឡើយឲ្យទ្រង់បានគ្រប់គ្រងគាត់គ្រប់ពេលវេលាទ្រង់គុំសូមថ្វាយគ្រប់ប្រការទ្រង់គុំអធិដ្ឋានសូមដោយលោកព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជួបគ្នានៅក្រៅបងប្អូនមួយ